សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី21ហើយដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សូមជម្រាបជូនផងដែរថាបើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានបញ្ចប់ទៅកាលពីយប់ម្សិលមិញនេះហើយទៅតាមផែនការកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC នឹងប្រព្រឹត្តទៅនៅព្រឹកនេះក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងប្រចាំនៅប្រទេសថៃក៏ដោយប៉ុន្តែស្ថានភាពអំពីការគម្រាមកំហែងនិងការរំលោភបំពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យកម្ពុជានៅតែបន្តនិងកាន់តែកម្រោលនៅឡើយទេនាងខ្ញុំសូមជម្រាបជូនអំពីសភាពការនៅជួរមុខទី1នៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យភាគីថៃនៅបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី26ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នៅថ្ងៃទី26ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 19:00 នាទីយោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចគោល8និងបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ជប់កគីរហូតដល់ម៉ោង3ភ្លឺនៅវេលាម៉ោង 22:00 នាទីយោធាថៃបានចាប់ផ្ដើមទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់រហូតដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 5:28 នាទីទៀបភ្លឺភ្លាមយោធាថៃបានធ្វើសកម្មភាពបាញ់កាំភ្លើងធំនិងអាវុធគាំទ្ររួមទាំងកម្លាំងថ្មើរជើងព្យាយាមរុលចូលក្នុងភូមិសាស្ត្រអូស្មាច់ទៅតាមផែនការនៃការឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅវេលាម៉ោង 7:00 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំជ្រួចវង DTI-2 និងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចចំតែនិងគោល8រួមទាំងបានប្រើប្រាស់យន្តហោះយកចម្បាំងទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រច្រកជាំច្រកជប់រុននិងបន្តប្រើប្រាស់កាំភ្លើងយន្តបំពាក់លើរថក្រោះរថពាសដែកកាំភ្លើងធំនិងកាំភ្លើងត្បាល់បាញ់បន្ថែមទៀតចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅវេលាម៉ោង 7:10 នាទីយោធាថៃបានធ្វើសកម្មភាពវាយសន្ធប់ដោយប្រើប្រាស់កាំភ្លើងធំនិងដ្រូនចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចជាំតែនិងគោល8បន្ថែមទៀតនៅវេលាម៉ោង 8:00 នាទីយោធាថៃបានបន្តវាយប្រហារបន្ថែមទៅលើភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចជាំតែគោល8មុំ3និងបានបាញ់កាំភ្លើងធំកាំភ្លើងយន្តបំពាក់លើរថក្រោះរថពាសដែកអមដោយកម្លាំងថ្មើរជើងរបស់យោធាថៃព្យាយាមរុលសម្រុកចូលក្នុងភូមិសាស្ត្រច្រកជាំជប់រុននិងប្រាសាទតាមាន់សូមជម្រាបជូនថាស្ថានភាពជួរមុខក្នុងទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារយ៉ាងសន្ធប់មកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារដែនអធិបតេយ្យទី2
ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅបន្តបាញ់ប្រហារដើម្បីឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី26ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី26ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 17:00 នាទីថ្ងៃទី26ដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី27យោធាថៃបានបាញ់ផ្លោងចំនួន80គ្រាប់បាញ់គ្រាប់ភ្លើងបំភ្លឺ2គ្រាប់និងប្រើប្រាស់ដ្រូនស៊ើបការរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជាចំនួន1លើកចូលក្នុងភូមិសាស្ត្របឹងត្រកួនចាប់ពីវេលាម៉ោង 17:00 នាទីថ្ងៃទី26ដល់វេលាម៉ោង 7:00 នាទីថ្ងៃទី27យោធាថៃបានបាញ់ផ្លោងប្រមាណ100គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីវេលាម៉ោង 17:00 នាទីថ្ងៃទី26ដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី27យោធាថៃបានបាញ់ផ្លោងប្រមាណ300គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យចាប់ពីវេលាម៉ោង 17:00 នាទីថ្ងៃទី26ដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី27យោធាថៃបានបាញ់ផ្លោងចំនួន11គ្រាប់ចូលក្នុងភូមិសាស្ត្រស្រុកព្រំព្រឹកខេត្តបាត់ដំបងចាប់ពីវេលាម៉ោង 17:00 នាទីថ្ងៃទី26ដល់វេលាម៉ោង 7:00 នាទីព្រឹកនេះយោធាថៃបានបាញ់ផ្លោងចំនួន5គ្រាប់ចូលក្នុងភូមិសាស្ត្រអង្គបាននិងស្រុកសំពៅលូនខេត្តបាត់ដំបងនៅថ្ងៃទី27ខែធ្នូចាប់ពីវេលាម៉ោង 3:44 នាទីព្រឹករហូតដល់វេលាម៉ោង 5:30 នាទី37នាទីយោធាថៃបានប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់ប្រមាណ10គ្រាប់ចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 7:31 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់ចូលក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យស្ថានភាពជួរមុខក្នុងទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈទីតាំងមួយចំនួនយោធាថៃនៅបន្តសកម្មភាពវាយប្រហារយ៉ាងសន្ធាប់មកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពានទឹកដីនិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមជម្រាបជូនថាកម្ពុជាបញ្ជាក់នៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទច្បាប់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃនឹងគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយកម្ពុជាដែរសូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋកម្ពុជាទាំងអស់
ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយនេះខ្ញុំសូមជម្រាបជូនថាសម្រាប់ព័ត៌មានបន្ថែមអំពីសភាពការថ្មីនៅជួរមុខនាងខ្ញុំនឹងជម្រាបជូនទៅតាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិនៅពេលក្រោយទៀត Greetings to the general public and members of the press. This morning, I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th Military Region on December 27, 2025, which entered 21 days that Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Even though the GBC Secretariat meeting has concluded yesterday, and according to the schedule, the third GBC special meeting is to be convened this morning under the observation of the AOT Cambodia Thailand. The threat and hostility of the Thai invading military against Cambodian sovereign territory still continue in some areas right at this moment. First, the frontline situation at the 4th Military Region in Preah Vihear and in Udon Minchey provinces. The Thai military continue its attack to invade Cambodian sovereignty territory from 5 p.m. on December 26 to 8 a.m. on December 27. On December 26, from 7 p.m. until 3 a.m., the Thai military fire artillery shell into the area of Preah Vihear, Temple Phnom Kmoi, Kol Prabay, and continue shelling the areas of Tamon Temple and Chup Koki. At 10 p.m., the Thai military bombarded the area of Tamon Temple. On December 27, at 5:28 a.m., the Thai military fire artillery and supporting weapons along with their infantry force attempted to infiltrate into the area of Osmak according to their plan to invade Cambodian sovereign territory. At 7 a.m., the Thai military began fire DTI-2 multiple rocket launchers and artillery into the area of Preah Vihear Temple, Phnom Kmoi, Chom Tai, and Kol Prabay, and deploy fighter jets into bombard the area of Chom and Chupron border checkpoints. They also continue firing tanks and armored vehicle mounted machine gun, artillery, and mortar into Cambodian sovereign territory. At 7:10 a.m., the Thai military launched intensified attacks using additional artillery and drones into the area of Preah Vihear Temple, Phnom Kmoi, and Kol Prabay. At 8 a.m., the Thai military continued additional attacks in the area of Preah Vihear Temple, Phnom Kmoi, Chom Tai, Kol Prabay, Mumbai, and firing artillery shell and tank and armored vehicle mounted guns accompanied by their infantry attempted to infiltrate the area, Chom and Chupron border checkpoint and Tamwan's temple. The situation in some front line is calm, while in other areas the Thai military continue to carry out its attacks on Cambodian sovereign territory. Second, the frontline situation at the 5th Military Region in Banteay Meanchey, Bat Nombong, and Posat provinces. The Thai military continue its attack to invade Cambodian sovereign territory from 5 p.m. on December 26 to 8 a.m. on December 27, 2025. On December 26,
from 5 p.m. to from 5 p.m. on December 26 to 7 a.m. on December 27, the Thai military fired 80 shells along with 2 rounds of flare guns and deployed reconnaissance drones violating Cambodian airspace in the area of Bang Trakun. From 5 p.m. on December 26 to 7 a.m. on December 27, the Thai military shelled approximately 100 rounds and in the area of Prejan village. From 5 p.m. on December 26 to 7 a.m. on December 27, the Thai military shelled approximately 300 rounds in the area of Jokjay village. From 5 p.m. on December 26 to 7 a.m. on December 27, the Thai military fired 11 shells into the area of Tumprak district, Battambang province. From 5 p.m. on December 26 to 7 a.m. on December 27, the Thai military fired 5 shells into the area of Ong Ban, Commune, Sampailun district, Battambang province. On December 27, 2025, from 3:44 a.m. to 5:37 a.m., the Thai military deployed drones to drop 10 bombs in the area of Opluk Damrai. At 7:31 a.m., the Thai military deployed F-16 fighter jets to drop 4 bombs further deep into Cambodian sovereignty in Kampong Swai district, Sarai Sapuan municipality, Bantiai Minchai province. The situation in some front line is calm, while in other areas, the Thai military continues to carry out its attack on Cambodian sovereign territory. Cambodia reaffirmed its firm commitment to respect and strictly abide by the term of ceasefire and the joint declaration on the peace agreement between Cambodia and Thailand, acting with the utmost goodwill and responsibility. Cambodia is resolutely committed to the peaceful settlement of disputes in accordance with international law, as well as all existing treaty conventions and agreements with the objective of finding a just, equitable, and lasting resolution. Consequently, Cambodia further expressed its earnest hope that the Thai side will equal respect and adhere to joint declaration on the peace agreement signed by both countries on October 26, 2025. For further updates report regarding the frontline situation, please visit the official media channels of Ministry of National Defense of Cambodia. ចាសសូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីសភាពការថ្មីតាមបន្ទាប់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះនាងខ្ញុំនឹងជម្រាបជូនអំពីស្ថានភាពនិងកម្មវិធីថ្មីដែលកើតឡើងនៅថ្ងៃនេះបន្ថែមទៀតទៅតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិសូមអរគុណនិងសូមជម្រាបលា